ចាសួស្តីកូនអញ្ចឹងថ្ងៃនេះយើងមកដោះស្រាយលំហាត់បម្រែបម្រួលថាមពលដោយប្រើពិសោធន៍និម្មិត Energy Form and Change អញ្ចឹងក្នុងពិសោធន៍នេះមានពីរផ្នែក Intro និង System គួរចុចចូលទៅ System មកចាអញ្ចឹងនេះរូបរបស់គេរូបហ្នឹងសំណួរគេសួរថាតើក្នុងរូបភាពហ្នឹងមានការបម្រែបម្រួលថាមពលពីណាទៅដល់ណាចាអញ្ចឹងដើម្បីដឹងថាវាបម្រែបម្រួលថាមពលពីណាទៅណាយើងចុចគ្រីស Energy Symbol នេះហើយយើងមើលមិត្តសញ្ញារបស់វាមិត្តសញ្ញាពណ៌នៃប្រភេទនេះគឺ Mechanical ថាមពល Mechanic ពណ៌បាច់ពណ៌ខៀវនេះថាមពលអគ្គិសនីពណ៌ក្រហមនេះថាមពលកម្ដៅពណ៌លឿងនេះថាមពលពន្លឺហើយនិងពណ៌បៃតងនេះគឺជាថាមពលគីមីដែលបានមកពីចំណីអាហារអញ្ចឹងដើម្បីឲ្យវាដំណើរការបងគាត់តែទាញនេះអូសមកស្ដាំបន្តិចមកចាយើងអូសខ្លាំងវាដំណើរការលឿនយើងអូសតិចតិចវាដំណើរការយឺតអញ្ចឹងយើងមើលតើវាដំណើរការយឺតស្រួលមើលដើម្បីដឹងថាវាបំលែងពីណាទៅណាតាមរយៈរូបភាពនេះចាអាខៀវហ្នឹងផ្ដាច់ខ្លាយទៅជាពណ៌សហើយសខ្លាយទៅជាពណ៌បៃខៀវហើយខ្លាយទៅជាពណ៌ក្រហមនេះអញ្ចឹងមានន័យថាម្លាស់ប្ដូរថាមពលពីថាមពលគីមីទៅថាមពលមេកានិកទៅមកថាមពលមេកានិកដូរទៅជាថាមពលអគ្គិសនីហើយថាមពលគីមីម្លែងទៅជាថាមពលកម្ដៅចាម្ដងទៀតចាំរយៈរូបភាពហ្នឹងគឺយើងមើលឃើញថាថាមពលគីមីបំលែងទៅជាថាមពលមេកានិកពណ៌សប្រភេទនេះហើយមេកានិកបំលែងទៅជាថាមពលអគ្គិសនីហើយថាមពលគីមីបំលែងទៅជាថាមពលកម្ដៅក្នុងរូបហ្នឹងចាចឹងយើងមើលវាមកប្រសិនបើពេលដែលគាត់អស់ថាមពលគឺអស់ហើយមនុស្សអស់ថាមពលហើយអស់បាយហើយអស់កម្លាំងហើយចឹងអវថាមពលទាំងអស់ក៏លែងមានការផ្ទេរដែរចឹងដើម្បីមានដំណើរការទៀតកូនចុច Fit Me មកចឹងកូននឹងបានដំណើរការបន្តទៀតអាចមើលបំលែងនឹងបន្តទៀតដែរចាមួយទៀតលំហាត់មួយទៀតតកតងនឹងរូបទី1យើងដាក់ពន្លឺរូបទី2យើងដាក់ប្រទេសសូឡារូបទី3យើងដាក់រូបកង្ហារនោះសួរថាតើវាមានបម្រែបម្រួលថាមពលពីណាទៅណាដូចគ្នាអញ្ចឹងបើយើងអត់បានគ្រាសនេះទេគឺយើងអត់មើលឃើញទេអត់មើលឃើញថាវាផ្លាស់ប្ដូរទៅណាទេយើងចុចគ្រាសកូនឃើញហើយណាថាមពលពន្លឺពណ៌លឿងនេះប៉ះប្រទេសសូឡាខ្លាយជាថាមពលអគ្គិសនីថាមពលអគ្គិសនីខ្លាយទៅជាថាមពលមេកានិកហើយផ្នែកខ្លះក៏ថាមពលកម្ដៅដែរវាមានក្ដៅចេញពីដង្ហើមហ្នឹងទៅចាតែបងឯងចម្លើយមានតែប៉ុណ្្នឹងទេគូសាកធ្វើទាំងអស់គ្នាចាហើយដើម្បីឆ្លើយសំណួរនឹងលំហាត់បានគឺយើងធ្វើពិសោធន៍នឹងមកយើងធ្វើជាក់ស្ដែង